ចាអ្នកខ្ញុំសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកខ្ញុំចង់ចែកម្លែកពីរបៀបតកតាំងណាបងប្អូនចាប៉ុន្តែយើងតជាប៉ាបងប្អូនអរគ្នានឹងហើយជាដំបូងខ្ញុំកាត់ជើងប៉ាជើងទឹកអឡុកយើងហ្នឹងណាចាហើយបងប្អូននេះយើងពីអាលើម៉ានីកាំងសិនមកបន្ទាប់មកបងប្អូនរកចំណុចកណ្ដាលហើយជើងប៉ានេះដែរបងប្អូនមុននឹងយកមកដាក់កហ្នឹងបងប្អូនត្រូវទៅដេប្រឆិតបន្តិចសិនណាព្រោះដោយសារតែកអាវរបស់យើងត្រូវឲ្យរួមមកបងប្អូនអញ្ចឹងយើងដេយ៉ាងប្រឆិតតិចមកបងប្អូនអត់ឲ្យស្អាតទៅចាំបងប្អូនមកខ្ទាស់ជាមួយនឹងអាវហើយអាវនេះដែរបងប្អូនខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថានៅពេលដែលយើងតករបៀបប៉ាក់របៀបអីហ្នឹងបងប្អូនប្រើម៉ានីកាំងទៅស្អាតដោយសារអីពេលដែលយើងប្រើម៉ានីកាំងទៅយើងដឹងថាយើងដាក់បែបណាទៅសល់សាច់ដាក់មិនទៅអត់សល់សាច់បងប្អូនពេលដែលយើងប្រើម៉ានីកាំងដូចមនុស្សយើងពាក់អញ្ចឹងពេលដែលយើងខ្ទាស់ហើយឆិតហើយអីអញ្ចឹងពេលយើងពាក់នៅលើខ្លួនភ្ញៀវឬមួយក៏ខ្លួនយើងហ្នឹងគឺអស់សាច់ស្អាតដូចគ្នាអញ្ចឹងណាបងប្អូនហ្នឹងហើយបងប្អូននេះយើងខ្ទាស់ទៅតាមហ្នឹងមកបងប្អូនឃើញសម្រួលចុះសម្រួលឡើងតតែកហ្នឹងអស់សាច់ស្អាតដូចយើងពាក់មែនតែនអញ្ចឹងណាចាហើយបើសិនជាបងប្អូនដាក់ស្បៃប៉ាក់នឹងនៅខាងក្រៅមិនបាច់ដាក់ម៉ានីកាំងដាក់បានបងប្អូនមិនអត់បានទេប៉ុន្តែសួរថាស្អាតអត់ខ្ញុំក៏អត់ហ៊ានធានាដែរបងប្អូនស៊ីសងលើបងប្អូនសមត្ថភាពបងប្អូនរៀងខ្លួនអញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ហើយការធ្វើរបស់ខ្ញុំគឺបែបហ្នឹងបងប្អូនគឺប្រយ័ត្នខ្លាំងបងប្អូននិយាយទៅភាគច្រើននៅហាងនេះខ្ញុំធ្វើអត់ដែរស្មានទេបងប្អូនគឺភាគច្រើនមានក្បួនមានទម្លាប់ធំធៅអញ្ចឹងណាភាគច្រើនខ្ញុំធ្វើការអត់ដែរសូវស្មានទេទីមួយគូពុំគូសិលកឬមួយក៏អីហ្នឹងភាគច្រើនគឺវាស់ទៅតាមក្បួនធ្វើទៅតាមក្បួនណាបងប្អូនអញ្ចឹងងាយស្រួលក្នុងការដែលបងប្អូនរៀនមែនតែនសម្រាប់បងប្អូនដែលអត់ចេះអញ្ចឹងណាតែគាត់ថាក្បួនខ្ញុំរៀងយូរតិចបងប្អូនរៀងសាំញ៉ាំតិចឥឡូវរួចរាល់ហើយបងប្អូននេះក៏អាវស្អាតចាតម្រងអាវក៏ស្អាតដែរទាំងមុខទាំងក្រោយបងប្អូនហើយយើងចាប់ផ្ដើមមុននឹងឆិតបាញ់ទឹកតិចចាសូមអរគុណបងប្អូន